អ្នកទាំងនេះស្គាល់របស់នេះអត់ចេះលេងវាអត់អាចធ្វើវាឲ្យត្រូវពណ៌បានអត់របស់នេះវាបានបង្រៀនខ្ញុំ2មេរៀនហើយវាធ្វើឲ្យខ្ញុំរៀនចេះរៀនបកកាយកាលពីខ្ញុំថ្នាក់ទី9គឺគេលេងអានឹងច្រើនមែនតើទៅណាក៏ខ្ញុំឃើញគេកាន់អានឹងលេងដែរខ្ញុំឃើញគេលេងទំនោរខ្ញុំក៏ចង់លេងដែរខ្ញុំក៏សូមមិត្តភក្តិរបស់ខ្ញុំសាកដល់ពេលដែលខ្ញុំសាកទើបខ្ញុំដឹងថាវាយ៉ាប់មិនដឹងថាត្រូវបង្វិលមកឆ្វេងឬក៏បង្វិលមកស្ដាំមិនដឹងថាត្រូវកាច់អាមុខឬក៏កាច់អាក្រោយខំសេរីអាលើខុសអាក្រោយខំសេរីអាក្រោមខុសអាលើគឺធ្វើអត់ចេញធ្វើអត់ត្រូវយ៉ាប់លេងពេកក៏ឈប់លេងហ្មងទៅគិតថាលេងអានឹងគឺយ៉ាប់ណាស់គិតថាខ្លួនខ្ញុំនឹងធ្វើមិនកើតទេអញ្ចឹងខ្ញុំក៏ឈប់លេងឈប់ប៉ះហ្មងទៅបើទោះបីជាខ្ញុំមានចិត្តចង់លេងវាចង់ធ្វើវាឲ្យត្រូវពណ៌ក៏ដោយសារតែខ្ញុំគិតថាខ្លួនខ្ញុំធ្វើមិនកើតអញ្ចឹងខ្ញុំអត់ខំប្រឹងទៀតទេលេងខំប្រឹងទៀតហើយរហូតទាល់តែមានមិត្តភក្តិខ្ញុំម្នាក់ដែលគេចេះលេងហ្នឹងគេសួរថាតើចង់ចេះលេងពិតប្រាកដអត់បើចង់ចេះលេងពិតប្រាកដគេអាចបង្រៀនឲ្យចេះបានពេលហ្នឹងខ្ញុំក៏ចាប់អារម្មណ៍ខ្ញុំក៏បើកចិត្តខំរៀនលេងអាហ្នឹងម្ដងទៀតរហូតទាល់តែចេះលេងខ្លួនឯងចេះសេរីត្រូវឲ្យគ្រប់ពណ៌ទាំងអស់បើទោះបីជាចំណាយពេលរៀងយូរបន្តិចក៏ដោយពេលហ្នឹងគឺមានអារម្មណ៍ថាសប្បាយចិត្តមែនតើដែលខ្លួនឯងអាចធ្វើបានគឺមានមោទនភាពលើខ្លួនឯងមែនតើគុំខំតែដំបូងគឺជាមេរៀនទី1ដែលខ្ញុំរៀនចេះធ្វើអ្វីក៏ដោយកុំឆាប់បោះបង់ពេកកុំខំបានតែដំបូងកុំព្រោះតែបញ្ហាបន្តិចបន្តួចដែលយើងបានជួបធ្វើឲ្យយើងបោះបង់អ្វីដែលយើងចង់បានអ្វីដែលយើងចង់ចេះបើចង់រៀនបកកែបើចង់រៀនចេះត្រូវតែខំរៀនហ្នឹងមិនមែនខំរៀនតែមួយថ្ងៃខំរៀនតែមួយអាទិត្យឬក៏ខំរៀនតែមួយខែនោះទេខំរៀនរហូតទាល់តែយើងរៀនចេះកុំរំពឹងថាវាស្រួលបើវាស្រួលគេធ្វើបានគ្រប់គ្នាហើយត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពគេធ្វើបានយើងក៏អាចធ្វើបានដែរលទ្ធផលចុងក្រោយវាប្រកាសជាធ្វើឲ្យយើងសប្បាយចិត្តវាប្រកាសជាធ្វើឲ្យយើងមានមោទនភាពដែលយើងមិនបោះបង់ដែលយើងខិតខំប្រឹងប្រែងរហូតមកមេរៀនទី2កុំខ្វល់នឹងគេថាសំខាន់គឺយើងទទួលបានលទ្ធផលល្អនៅពេលដែលខ្ញុំរៀនលេងវាគឺខ្ញុំរៀនពីគ្រូ2ហើយរបៀបធ្វើនៃគ្រូនីមួយៗក៏ខុសគ្នាដែរជួរទី1ជួរទី2ហើយនឹងបាតខាងក្រោមគឺខ្ញុំរៀនពីគ្រូ1ហើយគេឲ្យខ្ញុំកាន់បែបនេះជួរទី3គឺខ្ញុំរៀនពីគ្រូមួយទៀតគឺគេឲ្យកាន់បែបនេះគឺប្រច្រាស់គ្នាមួយចុះក្រោមមួយឡើងលើអញ្ចឹងទម្រាំតែចេះមិនមែនស្រួលទេគឺខំរៀនដែរខំប្រឹងដែរនៅពេលដែលខ្ញុំចេះលេងហើយខ្ញុំក៏យកវាទៅលេងចំពោះមុខអ្នកដែលចេះលេងដូចគ្នាអញ្ចឹងនៅពេលដែលជួរទី1ជួរទី2បើខាងក្រោមខ្ញុំកាន់វាបែបនេះប៉ុន្តែនៅពេលដល់ជួរទី3ខ្ញុំត្រឡប់វាមកបែបនេះព្រោះនឹងគឺជារបៀបដែលខ្ញុំរៀនវាគឺរបៀបដែលខ្ញុំធ្វើវាគឺជារបៀបរបស់ខ្ញុំអ្នកដទៃឃើញគេថាកាន់អញ្ចឹងខុសហើយកាច់អញ្ចឹងខុសហើយធ្វើអញ្ចឹងមិនត្រូវទេប៉ុន្តែសួរតែខ្ញុំខ្វល់អត់របៀបដោះស្រាយបញ្ហាគឺមិនមែនមានតែមួយទេរបៀបដោះស្រាយបញ្ហាគឺវាមិនសូវសំខាន់ទេអ្វីដែលសំខាន់គឺលទ្ធផលចុងក្រោយលទ្ធផលយើងចេញមកនឹងត្រូវឬអត់បើយើងធ្វើតាមរបៀបដែលគេនិយាយថាគឺជារបៀបដែលត្រូវប៉ុន្តែលទ្ធផលចុងក្រោយបែរជាខុសអញ្ចឹងរបៀបធ្វើដែលត្រូវនឹងក៏គ្មានប្រយោជន៍ដែរដូចទៅនឹងការរៀនសូត្រអញ្ចឹងអ្នកខ្លះគេនិយាយថារៀនម្នាក់ឯងបានចេះរៀនជាក្រុមបានចេះរៀននៅផ្ទះបានចេះរៀននៅសាលាបានចេះរៀនចេះបានចេះរៀនចោលបានចេះគឺមានច្រើនមែនតើមិនចេះអត់ទេអាគំនិតអាយុបល់ពីអ្នកដទៃហ្នឹងយើងកុំខ្វល់ជាមួយនឹងអ្វីដែលគេថាបើយើងចាំតែស្ដាប់មនុស្សគ្រប់គ្នានោះគឺយើងវល់អស់ហើយគេធ្វើបែបនេះគេទទួលបានលទ្ធផលមិនប្រកាសថាយើងធ្វើបែបនឹងដែរយើងទទួលបានលទ្ធផលនោះទេត្រូវតែតាមដានសិក្សាពីខ្លួនឯងធ្វើតាមរបៀបយើងធ្វើតាមកលៈទេសៈរបស់យើងអ្វីដែលសំខាន់គឺលទ្ធផលល្អចុងក្រោយអ្វីក៏អាចកើតឡើងបានដែរឲ្យតែយើងខិតខំប្រឹងប្រែងលទ្ធផលចុងក្រោយវាប្រកាសជាមិនធ្វើឲ្យយើងខកបំណងនោះទេកុំខ្វល់ពីអ្នកដទៃកុំឆាប់បោះបង់ហើយត្រូវមានជំនឿលើខ្លួនឯងខ្ញុំជីនឈៀនជួបខ្ញុំនៅវីដេអូក្រោយ